Bây giờយើងចាប់ផ្ដើមហូតលុយ$10ប្រចាំថ្ងៃរបស់យើងឡើយនេះខ្ញុំធ្វើការបាយបើយើងគោះបន្ទាត់ត្រឹនវាអត់មានកពូលឲ្យយើងគោះទេប៉ុន្តែយើងមើលថាវាជាទំនោរឡើងហើយពេលខ្លះយើងអាចធ្វើការចំណាំយើងធ្វើការចំណាំគោះទៅឃើញថាមើលទៅវាជាទំនោរឡើងហើយវាមានកម្លាំងដើមទៀនឡើងទៅលើខ្លាំងមួយអញ្ចឹងភាគច្រើនវានឹងបន្តឡើងទៅទៀតអញ្ចឹងយើងធ្វើការបាយយកមកគាត់ថាយើងតោងបន្ទាត់នេះដើម្បីឲ្យដឹងថាវាជាទំនោរឡើងឬក៏ចុះចំពោះការ trade បើសិនជាយើង trade ខុសមួយ trade យើងនឹងគុណនឹង2តែឥឡូវយើងចំណេញបាន$2ឥឡូវនេះខ្ញុំបាយយើងគោះបន្ទាត់មកវាប្រភេទកពូលរបស់វាអត់មានប៉ុន្តែជាប្រភេទtrend ឡើងហើយវានៅលើ moving average ត្រង់បើសិនយើងគូអាដើមទៀនទាំងអស់ហ្នឹងវារត់ទៅដិតគ្នាមួយ trend line របស់យើងគូបានមួយអាហ្នឹងប៉ុន្តែទូឡូវទូរស័ព្ទវាគាំងមកទេគាំងយើងអត់អាចនេះបានគូកើតហើយចូលលក្ខខណ្ឌមួយទៀតដើមទៀនវាបង្កើតដើមទៀនបាយហ្នឹងវាឡើងខ្ពស់អញ្ចឹងខ្ញុំភាគច្រើនវានឹងឡើងតមួយទៀតឥឡូវយើងចំណេញបាន$2បន្ថែមទៀតឡើយនេះខ្ញុំ sell វាជា trend ឡើងប៉ុន្តែវាដល់កន្លែងដែលវាត្រូវចុះវាចុះហត់មកប៉េះជាមួយនឹង trend line របស់យើងហើយបានវាប្រហែលចិត្តឡើងឬក៏ចុះបន្តទៀតតែសំខាន់វាត្រូវតែចុះមកប៉ះមួយ trend line សិនឥឡូវយើងចំណេញបាន$2ថែមទៀតឡើយនេះធ្វើការ sell អានេះវាមាន trend ឲ្យយើងគូវាមានកន្លែងដែលខ្ពស់បំផុតហើយនឹងកន្លែងដែលខ្ពស់បំផុតដូចគ្នាយើងគូ trend មកគូចំណុចដែលវាខ្ពស់ខ្លាំងហើយនឹងចំណុចដែលខ្ពស់ខ្លាំងចូលទៅ trendឥឡូវយើងខុស1បាតហើយយើងគុណនឹង2ស្មើនឹង$4ដាក់ស្អីខុសគេដាក់$4ឥឡូវនេះយើង sell ព្រោះយើងគូ trend មកឃើញថាវាមានកពូលភ្នំរបស់វាច្បល់ហើយដើមទៀនវាកំពុងតែចុះវានឹងព្យាយាមមករក trend line ខាងខមរបស់យើង
យើង$10 ចាំថ្ងៃវិញយើងធ្វើបានបញ្ចប់បើសិនបងប្អូនណាធ្វើការចភៅអាចទៅតមកខ្ញុំបាន